Ok, bóng vốn sẽ đập bịa mà clear ní, ta vì miền ở tận đây đôi một đích, rồi dừng kết hà trầm trời đại điều tế. Bảo sân chia propon thua ở đây cục cron á, ở đây năng mình ai tụi miền đẹp xây bản thế, mình được pro bảo dừng vậy thằng propon xã chẳng ná còn nơi tầm miền nì ai đây, pon tài xua thằng bảo sânจากđây sọc nó không cua xá, ót bồng pin ai cọt bàn, ta cọt cua tầm miền đẹp xây được. Bịa mà clear hà mà sân chia bảo bốn cọt phơ ở đây cục cron á, pro hai chia ở đây ót tụi miền sợi cài thì, chẳng bịa mà clear ní, vì miền này mới cứ chắc đau mình tên. Bạn này thà đặt từng ngôn từ lườm lục sợi, bạn làm lục sợi nó có thời ta thưa mất ở perfect mà, tăng bị ca nghe te, tăng bị ca nghe kháng cay, tăng bị ca nghe tẹt tôn cho mùi nắng phơi phiền tự tiệt, nhưng bạn này thà cái đây sờ lạnh người ní, vì ọt một cốc được biết tha sờ lạnh trận được chất này, cứ việc bắt đầu bạn này thà bà sân chia ọt miên sờ cam một phiền phơi phiền trôi rùm tí, biết vừa ở sân hà bọc vụ cọt bằng pì này cứ khuyên này, rư cò trong lũ to tha bà sân chia khang sấy cọt bắt đo oi mình cướp con, chẳng khang pro cọt gật thà côตัดmiền sấy cày, chẳng làរឿងនេះវាគឺជាចំណងផ្លូវភេទរបស់មនុស្សម្នាក់ៗអញ្ចឹងហើយការដែលយើងគិតនៅលើពិភពលោកនេះវាអាចមានមនុស្សប្រុសបែបផែនផ្សេងៗគ្នាទាំងអស់មនុស្សដែលគាត់យល់ដឹងអំពីស្នេហាពេលខ្លះគាត់មានចំណងផ្លូវភេទខ្ពស់ប៉ុន្តែធ្វើមិនបណ្ដៃគូរបស់គាត់ផ្ដល់ឲ្យអត់គ្រប់គ្រាន់អញ្ចឹងគាត់ត្រូវតែទទួលយកថាប៉ុណ្្នឹងទៅមនុស្សប្រុសផ្សេងទៀតគាត់មានចំណងផ្លូវភេទគឺគេហៅថាទូទៅបានន័យថាបានក៏បានមិនបានក៏ហើយអាហ្នឹងគឺជាអារម្មណ៍មួយដែលគាត់បានពិភាក្សាគ្នាជាមួយនឹងដៃគូសម្រាប់អ្នកផ្សេងទៀតគាត់មានអារម្មណ៍ផ្លូវភេទខ្ពស់ហើយគាត់ចង់ផ្លាស់ប្ដូរដៃគូទៅទៀតអញ្ចឹងណាអញ្ចឹងបានន័យថាបើទោះបីជាមនុស្សស្រីគាត់បានផ្ដល់ឲ្យគ្រប់គ្រាន់យ៉ាងណាក៏ដោយក៏អាចមានក្រុមខាងបរិសុទ្ធដែលគាត់ចូលចិត្តគេហៅថារកស៊ីក្រៅដូច្នេះហើយកុំទម្លាក់ទម្ងន់មួយនេះមកកាន់ភរិយាព្រោះភរិយាខ្ញុំតែងតែនិយាយថាបើសិនជាគាត់គឺជាភរិយាល្អគាត់ហត់នឿយតាំងពីការងារនៅក្នុងផ្ទះការងារមើលថែកូនការងារអប់រំការងារនៅខាងក្រៅមុខរបររកស៊ីទុកដាក់លុយកាក់សុទ្ធសឹងតែជាសកម្មភាពមួយដែលធ្វើឲ្យគាត់ពិតជាមានភាពស្មុគស្មាញនៅពេលដែលគាត់មានសកម្មភាពស្មុគស្មាញទាំងអស់ហ្នឹងពេលនោះអារម្មណ៍ផ្លូវភេទរបស់គាត់អាចនឹងថយចុះដូច្នេះការគ្រប់គ្រងទៅលើអារម្មណ៍ផ្លូវភេទក៏វាអាស្រ័យទៅលើរូបរាងកាយនិងការងារខាងក្រៅជាអ្នកជួយជំរុញដែរបើសិនជាពេលដែលយើងគេហៅថាមិនមានភាពហត់នឿយទេអារម្មណ៍វាអាចមានច្រើនបើសិនជាយើងជាប្តីប្រពន្ធណាយើងបែងចែកឲ្យដាច់រវាងក្តីស្រឡាញ់ពិតប្រាកដជាមួយនឹងក្តីស្រឡាញ់ដែលផ្ដោតខ្លាំងទៅលើតែការរួមរស់រួមភេទនៅជាមួយគ្នាអញ្ចឹងពីខ្ញុំទៅខ្ញុំក៏ចង់បញ្ជាក់ថាបែងចែកឲ្យដាច់រវាងក្តីស្រឡាញ់ជាមួយនឹងការដែលមានចំណងរួមភេទដើម្បីពាក្យថាគ្រប់គ្រាន់សម្រាប់ខ្លួនឯងជាស្វាមីចឹងក្នុងនាមខ្ញុំជាស្វាមីមួយរូបខ្ញុំគ្រាន់តែមានកំណត់ប៉ុណ្ណនេះចង់បដោតក៏ដូចជាបញ្ជាក់ទៅបងប្អូនទាំងគ្នាថាសូមបែងចែកឲ្យដាច់រវាងក្តីស្រឡាញ់និងអារម្មណ៍ផ្លូវភេទពេលខ្លះការដែលយើងដើរទៅមុខជាមួយគ្នាដល់ចំណុចចុងក្រោយនៃជីវិតវាមានការលាយឡំចូលគ្នារវាងផ្លូវភេទនិងមិនមែនផ្លូវភេទវាលាយឡំជាមួយនឹងមនោសញ្ចេតនាដូចខ្ញុំបានលើកឧទាហរណ៍អញ្ចឹងថាបើសិនជាលក្ខខណ្ឌដែលគ្រួសាររបស់យើងគាត់មានជំងឺអញ្ចឹងគាត់អាចផ្ដល់ឲ្យនៅសកម្មភាពផ្លូវភេទមួយគ្រប់គ្រាន់ទេអញ្ចឹងយើងជាប្តីយើងត្រូវតែកំណត់ឲ្យច្បាស់និងផ្ដល់តម្លៃឲ្យច្បាស់ទៅកាន់ភរិយារបស់យើងកុំប្រើពាក្យថាគ្រប់គ្រាន់ដើម្បីបង្គ្រប់អារម្មណ៍ខ្លួនឯងទម្លាក់កំហុសទៅលើមនុស្សស្រីអរគុណច្រើន